ជំរាបសួរអ្នកស៊ើបអង្កេតទាំងអស់គ្នាថ្ងៃនេះយើងមានករណីថ្មីទៀតហើយដែលករណីនេះគឺជាករណីចាត់ជំរិតអ្នកស៊ើបអង្កេតវ័យក្មេងរបស់យើងគឺកូណាន់តែម្ដងហើយចង់ដឹងថាករណីនេះទៅជាយ៉ាងណាសូមអ្នកទាំងអស់គ្នាចាំទៅតាមដានជាមួយនឹងខ្ញុំបន្តិចទៀតនេះប៉ុន្តែមុននឹងទៅសូមអ្នកទាំងអស់គ្នាជួយចុច Subscribe ផងណាកុំឲ្យខាតពេលវេលាយូរតើយើងទៅតាមដានសាច់រឿងនេះទាំងអស់គ្នាដែលសាច់រឿងនៅវគ្គនេះគឺចាប់ផ្ដើមឡើងនៅផ្ទះរបស់លោកកូកូរ៉ូអារ៉ានិងលោកកូកូរ៉ូកំពុងតែមានការសង្ស័យថាហេតុអ្វីបានជាឪពុកម្ដាយរបស់កូណាន់មិនដាច់ទូរស័ព្ទមកសោះបន្ទាប់ពីតូកកូនឲ្យគេមើលថែហើយក៏បានព្យាយាមតាក់ទងទៅឪពុកម្ដាយរបស់កូណាន់តាមរយៈលោកអាកាសាខណៈពេលដែលកូណាន់កំពុងតែព្យាយាមរត់គេចខ្លួនដើម្បីកុំឲ្យគេដឹងពីអត្តសញ្ញាណពិតក៏មានស្ត្រីអាចកំបាំម្នាក់ដែលគាត់មានឈ្មោះថា Fumio Edogawa ដែលអះអាងថាគឺជាម្ដាយរបស់កូណាន់បានមកដល់ការិយាល័យស៊ើបអង្កេតហើយក៏បានមកយកកូណាន់ទៅជាមួយប៉ុន្តែកូណាន់ឆ្ងល់ថាឈ្មោះកូណាន់នេះគឺគាត់បានយកចេញពីសៀវភៅដើម្បីបន្លំខ្លួនតែប៉ុណ្ណោះចុះហេតុអ្វីបានជាមានស្ត្រីម្នាក់នេះបានចេញមកអះអាងថាជាម្ដាយរបស់ខ្លួនដែលមិនចង់ឲ្យបែកសមាជិកភាពខ្លួនពិតរបស់ខ្លួនកូណាន់ក៏យកព្រមទៅជាមួយនឹងស្ត្រីម្នាក់នោះហើយនៅលើឡានកូណាន់ក៏បានសួរស្ត្រីម្នាក់នេះថាតើនាងគឺជាអ្នកណាប៉ុន្តែគួរឲ្យភ្ញាក់ផ្អើលស្ត្រីឈ្មោះ Fumio នេះគឺបែរជាដឹងពីប្រវត្តិគ្រួសាររបស់ Shinichi Kodo ដែលជាកូណាន់នេះទៅវិញហើយអ្នកនាង Fumio នេះក៏បាននិយាយរៀបរាប់ពីគ្រួសាររបស់កូណាន់ថាឪពុករបស់ឯងគឺជាអ្នកសរសេរសាច់រឿងនិងឈ្នះពានដ៏ល្បីម្នាក់ហើយគាត់ក៏បានរៀបការជាមួយនឹងម្ដាយរបស់ឯងដែលជាតួសម្ដែងរួចពីអ្នកនេះក៏បានទៅរស់នៅក្រៅប្រទេសចៅឯងនៅទីនេះជាមួយនឹងលោកសាស្ត្រាចារ្យអាកាសាហើយនៅពេលនោះកូណាន់ក៏បានគិតថាមនុស្សស្រីម្នាក់នេះគឺជាសមាជិកនៃអង្គការអាយខ្មៅដែលបានដាក់ត្រាំគាត់ឲ្យក្លាយទៅជាកូនក្មេងហើយកូណាន់ក៏បានប្រាក្រមវិធីដើម្បីរំដោះខ្លួនចេញពីស្ត្រីម្នាក់នោះហើយគាត់ក៏បានចេញពីទីនោះបានសម្រេចហើយកូណាន់ក៏បានរត់មកផ្ទះលោកអាកាសាដើម្បីនិយាយពិភាក្សាអំពីរឿងនេះប៉ុន្តែជាសំណាងអាក្រក់របស់កូណាន់អ្នកនាង Fumio ក៏បានដើរមកពីក្រោយឬក៏បានដាក់ថ្នាំសន្លប់កូណាន់ឲ្យដេកនៅនឹងកន្លែងតែម្ដងឬក៏ចាប់គាត់យកទៅបន្ទាប់ពីងើបពីសន្លប់កូណាន់ក៏បានដឹងថាអ្នកនាង Fumio បានដាក់គាត់ឃុំខ្លួននៅក្នុងផ្ទះមួយហើយនៅអំឡុងពេលដែលកូណាន់ត្រូវបានចោទចំណងនោះកូណាន់ក៏បានលួចស្ដាប់ការសន្ទនារវាងអ្នកនាង Fumio និងមេរបស់នាងដែលជាបរិសុទ្ធពាក់ម៉ាស់ហើយក្នុងការសន្ទនារបស់ពួកគេទាំងពីរនាក់នេះកូណាន់ក៏បានរកឃើញថាពួកគេទាំងពីរនាក់នេះគឺជាសមាជិករបស់អង្គការអាយខ្មៅហើយក៏មានការភ្ញាក់ផ្អើលចំពោះការពិតនៃថ្នាំដ៏អាថ៌កំបាំងដែលធ្វើឲ្យគាត់ក្លាយទៅជាមនុស្សតូចបែបនេះជាពិសេសពួកគេគ្រោងនឹងសាកល្បងថ្នាំនេះនៅថ្ងៃស្អែកលើបរិសុទ្ធម្នាក់ដែលអង្គការបានគ្រោងនឹងសម្លាប់ចោលហើយបន្ទាប់មកពួកគេនឹងសម្លាប់កូណាន់ទៅជាមួយដែរហើយនៅក្នុងយប់នោះកូណាន់ក៏បានរកវិធីដើម្បីដោះចំណងពីខ្លួនរបស់គាត់ហើយគាត់ក៏បានយកដបមួយនៅទីនោះវាយបំបែកដើម្បីយកអំបែងយកមកអាដើម្បីបណ្ដាច់នៅខ្សែនោះបន្ទាប់ពីរួចពីចំណងភ្លាមកូណាន់ក៏បានងាកទៅមើលនៅលើឥដ្ឋហើយគាត់ក៏ដឹងពីវិធីក្នុងការលាក់ខ្លួនដើម្បីកុំឲ្យពួកគេទាំងពីរនោះរកគេឃើញនៅថ្ងៃស្អែកហើយមកដល់ថ្ងៃស្អែកពួកគេទាំងពីរនាក់នោះក៏បានដឹងថាកូណាន់បានរត់ចេញពីទីកន្លែងនោះបាត់ទៅហើយដែលការពិតកូណាន់បានលាក់ខ្លួននៅក្នុងក្រោមឥដ្ឋសោះដែលពួកគេគ្មានពេលវេលានៅស្វែងរកកូណាន់ពួកគេក៏បានចេញទៅដើម្បីទៅជួបបរិសុទ្ធម្នាក់នោះតាមផែនការបន្ទាប់ពីពួកគេទៅបាត់កូណាន់ក៏បានស្វែងរកតម្រុយថាតើពួកគេទាំងពីរនាក់នោះទៅជួបបរិសុទ្ធអាថ៌កំបាំងនោះនៅទីណាបន្ទាប់ពីគិតមួយសន្ទុះនឹងមានតម្រុយដែលពួកគេទាំងពីរនោះបានបន្សល់ទុកកូណាន់ក៏បានដឹងថាពួកគេទាំងពីរនាក់នោះទៅជួបបរិសុទ្ធអាថ៌កំបាំងនោះនៅសន្តាគារ3ការកាត់មកមើលសន្តាគារ3ការវិញគណៈពេលនេះកូណាន់កំពុងតែតាមដានបរិសុទ្ធពាក់ម៉ាស់នោះដែលគាត់បានតាមដានរហូតដល់បន្ទប់ដែលពួកគេបានណាត់ជួបគ្នាដែលកំពុងតែតាមដានបរិសុទ្ធពាក់ម៉ាស់ម្នាក់នោះគណៈពេលនោះនាង Fumio ក៏បានដើរខិតជិតមកដល់ហើយព្រាមនោះកូណាន់ក៏បានរត់ទៅពួននៅក្នុងបន្ទប់ដែលនៅក្បែរនោះបន្ទាប់មកកូណាន់ក៏បានសុំក្មេងម្នាក់នោះប្រើទូរស័ព្ទនិងសួររកស្ករកៅស៊ូក្រោយមករូងសវីសដែលកូណាន់បានកំងក៏ត្រូវបានដឹកទៅដល់បន្ទប់ដែលបរិសុទ្ធពាក់ម៉ាស់នៅអ្នកនាង Fumio នោះបានស្នាក់នៅព្រាមនោះបរិសុទ្ធពាក់ម៉ាស់ម្នាក់នោះក៏បានចាប់អារម្មណ៍ថាមាននរណាម្នាក់យកស្ករកៅស៊ូទៅញាត់រនសោទ្វារដើម្បីឲ្យវាបើកដោយស្វ័យប្រវត្តិហើយពួកគេក៏ដឹងថាកូណាន់បានចូលនៅក្នុងបន្ទប់នេះរួចហើយពួកគេក៏បានរកឃើញកូណាន់ពួននៅក្នុងទូខោអាវដែលប្រឈមមុខនឹងអ ுக ្រិតជនព្រាមនោះកូណាន់ក៏ប្រញាប់ដកកាំភ្លើងបាញ់ថ្នាំសន្លប់ក៏ប៉ុន្តែវាមិនដំណើរការនោះទេហើយបរិសុទ្ធពាក់ម៉ាស់នោះក៏សើចចំអកថាគេបានធ្វើឲ្យនាឡិកានេះខូចបាត់ទៅហើយអំឡុងពេលដែលកូណាន់កំពុងតែដេកលក់ហើយព្រាមនោះបរិសុទ្ធពាក់ម៉ាស់ម្នាក់នោះក៏បានកេះកែកាំភ្លើងរួចក៏បាញ់សម្ដៅទៅកូណាន់តែអ្វីដែលចេញពីកាំភ្លើងនោះគឺជាក្របព្រួញជ័រហើយខណៈដែលកូណាន់កំពុងតែស្រឡាំងកាំងអ្នកទាំង3ក៏បានបើកបង្ហាញនៅអត្តសញ្ញាណពិតរបស់ពួកគេដែលបរិសុទ្ធពាក់ម៉ាស់នេះគឺគាត់មានឈ្មោះពិតថា Yusaku Kudo គឺជាឪពុកបង្ការរបស់កូណាន់ឬក៏ Shinichi Kudo នេះឯងហើយស្ត្រីម្នាក់នេះ
វិញគឺគាត់មានឈ្មោះថា Yukiko Kudo គឺជាម្ដាយបង្កើតរបស់កូណានហើយមិនបាច់ឆ្ងល់ទេបារម្ភអ្នកទៀតនោះគឺលោកអាកាសាជាអ្នកបន្លំខ្លួនហើយដែលការពិតទៅការចាប់ចម្រិតនេះគឺគ្រាន់ជាការសម្ដែងដែលរៀបចំឡើងដោយឪពុកម្ដាយរបស់កូណាននិងបណ្ឌិតអាកាសាតែប៉ុណ្ណោះហើយឪពុកម្ដាយរបស់កូណានត្រឡប់មកប្រទេសជប៉ុនវិញបន្ទាប់ពីនៅបរទេសអស់រយៈពេលជាយូរហើយក៏មានការព្រួយបារម្ភព្រោះកូនប្រុសមិនដែលនៅផ្ទះសោះហើយក្រោយមកពួកគេក៏បានលើដំណឹងពីលោកអាកាសាថាកូនប្រុសរបស់គាត់បានត្រូវថ្នាំរបស់ជនក្រិតបានក្លាយទៅជាក្មេងតូចហើយនេះហើយទើបគាត់សម្ដែងមួយឆាកនេះដើម្បីចង់ដឹងតែសមត្ថភាពរបស់កូនប្រុសគាត់អំពីការស៊ើបអង្កេតនិងលើពីនេះតម្រុយដែលបន្សល់ទុកនៅកន្លែងឃុំឃាំងវិធីសាស្ត្រក្នុងការរត់គេចខ្លួននិងសម្បីតែបន្ទប់ដែលពួកគេកំពុងតែនៅនេះគឺសុទ្ធតែជាផែនការរបស់ឪពុកកូណានទាំងអស់ហើយលោកយូកាស៊ូគឺចង់ឲ្យកូណានទៅបរទេសជាមួយគាត់ដើម្បីនៅក្រោមការពារពីអ្នកស្គាល់គ្នានៅទីនោះប៉ុន្តែកូណានបដិសេធដោយសារតែគាត់ចង់ដោះស្រាយរឿងនេះដោយខ្លួនឯងដែលមិនដឹងថាបង្ខំកូនបានដោយរបៀបណាលោកយូសាគូក៏បានសម្រេចចិត្តឲ្យកូននៅទីនេះបន្តទៀតដែលបន្ទាប់ពីនោះមកម្ដាយរបស់កូណានក៏បាននាំកូណានទៅផ្ញើលោកកូកូរ៉ូនិងរ៉ានឲ្យមើលថែវិញដែលដំបូងលោកកូកូរ៉ូគឺពិតជាមិនចង់មើលថែកូណានឡើយប៉ុន្តែនៅពេលម្ដាយរបស់កូណានបានហុចប្រាក់ដើម្បីមើលថែកូណាននោះលោកកូកូរ៉ូក៏បានបដូរចិត្តរួចក៏បានយល់ព្រមភ្លាមហើយបន្ទាប់ពីដោះស្រាយរឿងកូនរបស់ខ្លួនឯងហើយពួកគេទាំងពីរនាក់ក៏បានឡើងយន្តហោះត្រឡប់ទៅឯប្រទេសខាងក្រៅវិញនឹងហើយអ្នកទាំងអស់គ្នាសម្រាប់ភាគនេះខ្ញុំសូមចប់ដោយត្រឹមនេះសិនហើយខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាចូលចិត្តបើសិនជាចូលចិត្តសូមអ្នកទាំងអស់គ្នាចូលចុច Subscribe និង Comment ពាក្យល្អៗផងណាហើយខ្ញុំអូតាគូសូមអរគុណសូមជម្រាបលា